ទីបំផុតនារីដែលបានរិះគន់ចេះប្រមាថពាក្យធ្ងន់ធ្ងរទៅកាន់ក្រុមគ្រួសារតារាកំ ប្លែងនាយពាក្យមីបានចេញមុខសំទោសជាសាធារណៈហើយអស់លោកអ្នកនាងនិងប្រិមិត្តជាទីមេត្រីកាលពីម្សិលមិញផងដែរនាយពាក្យមីបានចេញលិខិតមេធាវីមួយប្តឹងទៅកាន់ម្ចាស់គណនី Facebook ដែលមានឈ្មោះព្រះជនីកញ្ញាដែលបានប្រើពាក្យធ្ងន់ធ្ងរចេះប្រមាថលោកនិងក្រុមគ្រួសារតាមរយៈការ comment ក៏ដូចជាការ share វីដេអូរបស់នាយពាក្យមីដែលធ្វើឲ្យក្រុមគ្រួសារលោកមិនអាចទទួលយកបានដាក់ពាក្យបណ្ដឹងនិងបានស្នើចំនួន3ចំណុចទី1គឺឲ្យនារីដែលមានឈ្មោះពេជ្ររាជនីកញ្ញាធ្វើការលុបនិងបញ្ឈប់រាល់ការផុសនិង comment រូបលោកនិងក្រុមគ្រួសារក្នុងបណ្ដាញសង្គមការបរិហាកេរជាសាធារណៈទូក្នុងទម្រង់ណាក៏ដោយដែលធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះនិងកិត្តិយសបុគ្គលនិងអាជីវកម្មរបស់លោកទី2ធ្វើការសុំទោសជាសាធារណៈទី3សងសំណងខូចខាតការខាត់បងប្រាក់ចំណូលការប៉ះពាល់កិត្តិយសនិងការប៉ះពាល់ផ្លូវចិត្តតម្លៃសេវាផ្លូវច្បាប់និងការខាត់បងពេលវេលាសរុប$15,000សហរដ្ឋអាមេរិកក្រោយការបង្ហោះលិខិតមេធាវីបានប៉ុន្មានម៉ោងស្រាប់តែឃើញម្ចាស់គណនី Facebook ដែលមានឈ្មោះថាពេជ្ររាជនីកញ្ញាក៏បានបង្ហោះនៅវីដេអូមួយដែលធ្វើការសុំទោសទៅកាន់នាយពាក់មីក៏ដូចជាក្រុមគ្រួសារជាសាធារណៈនិងសន្យាថាបញ្ឈប់នៅរាល់សកម្មភាពទាំងឡាយណាដែលប្រើពាក្យមិនសមរម្យបរិហាកេរ្តិ៍ជេរប្រមាថទៅកាន់លោកនិងក្រុមគ្រួសារម្យ៉ាងវិញទៀតពាក់ព័ន្ធទៅនឹងសំណង$15,000ខាងភាគីទាំងសងខាងគឺបានសម្រួលគ្នាហើយដោយបង់ត្រឹមតែ$1,000តែប៉ុណ្ណោះហើយលុយ$1,000នេះនាយពាក់មីក៏មិនបានយកចូលហោប៉ៅដែរគឺឲ្យស្ត្រីខាងលើបរិច្ចាគជូនទៅកាន់មន្ទីរពេទ្យកុមារនេះគឺជាសារមួយសម្រាប់អ្នកលេងបណ្ដាញសង្គមជាពិសេសការរិះគន់ទាក់ទងទៅនឹងការប្រើប្រាស់ពាក្យមិនសមរម្យពាក្យជេរប្រមាថធ្ងន់ធ្ងរទៅកាន់បុគ្គលឬក៏ក្រុមគ្រួសារគឺជារឿងមួយដែលពុំគួរធ្វើនោះឡើយគ្រប់គ្នាគឺមានសិទ្ធិបង្ហោះនៅមាតិកាណាដែលជួយទៅដល់សង្គមហើយគ្រប់គ្នាក៏មានសិទ្ធិក្នុងការបញ្ចេញនៅមតិយោបល់នៅពេលដែលយើងឃើញថាមានចំណុចខ្វះខាតត្រង់ណាយើងអាចលើកយកជាមតិយោបល់រិះគន់ក្នុងន័យស្ថាបនាជៀសវាងការប្រើប្រាស់ពាក្យមិនសមរម្យដែលប៉ះពាល់ទៅដល់សេចក្តីថ្លៃថ្នូររបស់អ្នកដែលបានបង្ហោះនៅក្នុងបណ្ដាញសង្គមនោះព្រោះមនុស្សគ្រប់គ្នាគឺមានចិត្តមិនដូចគ្នានោះទេអ្នកខ្លះអាចទទួលយកបានតែអ្នកខ្លះទៀតគឺមិនអាចទទួលយកបាននោះទេដូច្នេះអ្វីដែលយើងទទួលបានក្រោយការជេរប្រមាថរិះគន់ទៅលើនរណាម្នាក់គឺច្បាប់ជាអ្នកចាត់ចែងដូចជាករណីនេះប៉ុន្តែចុងក្រោយនាយពាក់មីក៏បើកចិត្តទូលាយផងដែរដោយចរចាគ្នាសម្របសម្រួលនិងបញ្ចប់ដោយសន្តិវិធីចំពោះការប្តឹងទាមទារ$15,000សម្រួលនៅសល់ត្រឹម$1,000យកទៅបរិច្ចាគជូនខាងមន្ទីរពេទ្យជំរាបសួរបងប្អូនទាំងអស់គ្នានៅក្នុងបណ្ដាញសង្គម Facebook ជំរាបសួរទៅកាន់បងប្អូនដែលស្គាល់ខ្ញុំជំរាបសួរទៅកាន់បងប្អូនដែលស្គាល់ខ្ញុំហើយនឹងទំស្គាល់ខ្ញុំគិតថាអ្នកជំរាបសួរបងប្អូនទាំងអស់គ្នានៅក្នុងបណ្ដាញសង្គម Facebook ជំរាបសួរទៅកាន់បងប្អូនដែលស្គាល់ខ្ញុំហើយនឹងទំស្គាល់ខ្ញុំគិតថាអ្នកទាំងអស់គ្នាប្រហែលជាដឹងថាមានរឿងអីហ្នឹងណាវីដេអូនេះខ្ញុំអត់បានឆ្ងាយទេគឺខ្ញុំចេញមកសុំទោសបងប្រុសចែមច័ន្ទរាហើយពាក់មីដែលខ្ញុំបានខមមិនប្រមាថគាត់និងគ្រួសារគាត់នឹងនៅក្នុងវីដេអូដែលគាត់ធ្វើ content ជាមួយធ្វើ content អីចឹងទៅអូខេអញ្ចឹងចូលទៅកាន់វីដេអូហ្នឹងគឺទី1ខ្ញុំចង់សុំទោសបងប្រុសជាសាធារណៈនិងក្រុមគ្រួសារបងប្រុសទាំងមូលបន្តមកទៀតទៅយើងបាននិយាយជាមួយគ្នាខ្ញុំជាមួយនឹងបងប្រុសពាក់មីក៏បានជួបសម្ដីជាមួយគ្នាហើយយើងឈានដល់ការសម្របសម្រួលគ្នាដែលខ្ញុំបានលុបអ្វីដែលខ្ញុំបានទៅសេបាន comment ហើយបន្តមកទៀតខ្ញុំនឹងចេញវីដេអូនេះជាសាធារណៈសូមទោសទៅបងប្រុសនិងក្រុមគ្រួសារហើយនឹងអ្វីដែលពិសេសជាងនឹងទៀតគឺបងប្រុសបានឲ្យខ្ញុំបាញ់លុយចំនួន$1,000ទៅពេទ្យមន្ទីរពេទ្យកុមារអង្គរចាអញ្ចឹងគឺខ្ញុំបានធ្វើរួចហើយជាចុងក្រោយខ្ញុំចង់សុំទោសបងប្រុសពាក់មីម្ដងទៀតហើយអរគុណដែលយើងអាចនិយាយសម្របសម្រួលគ្នាដើរមកដល់មួយចំណុចបញ្ចប់មួយដែលជាចំណុចសន្តិវិធីហើយវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេហើយខ្ញុំក៏សូមសន្យាថាយើងអត់មានវិវាទអីនឹងគ្នាទេហើយបងប្រុសក៏បាននិយាយដែរថាបើសិនជាខ្ញុំធ្វើរឿងហ្នឹងហើយយើងក៏អត់មានវិវាទអីនឹងគ្នាដែរបងប្រុសនឹងដកពាក្យបណ្ដឹងហើយយើងនឹងបញ្ចប់ដោយសន្តិវិធីតាមប៉ុណ្ណឹងអូខេអញ្ចឹងវីដេអូនេះចុងក្រោយអត់មានអីទេខ្ញុំនឹងសន្យាថាអត់មានរឿងការប្រមាថអីនៅលើបណ្ដាញសង្គមទេចាដោយបងប្រុសគាត់និយាយចឹងអត់ពេញចិត្តអ្នកណាម្នាក់គឺយើងនឹងប្រឡប់ម្នាក់នឹងចេញទៅរឿងនេះវាមានតែប៉ុណ្្នឹងអញ្ចឹងអរគុណអ្នកទាំងអស់គ្នាដែលបានចូលមើលវីដេអូនេះ